ស្វាគមន៍ទស្សនិកជនទាំងអស់គ្នាមកកាន់ Channel Kaiser ថ្ងៃនេះខ្ញុំនាំរឿងថ្មីមកនិយាយមួយទៀតហើយដែលមានចំណងជើងថាអ្នកស៊ើបអង្កេតសាច់កម្មហើយបើចង់ដឹងថាតួឯអ្នកស៊ើបអង្កេតរបស់យើងសាច់កម្មដល់កម្រិតណាដល់ថ្នាក់ណាយើងមកតាមដានសាច់រឿងទាំងអស់គ្នាតែម្ដងទៅហើយគាត់ទៅដើមសាច់រឿងភ្លាមយើងក៏បានឃើញតួឯប្រុសរបស់យើងកំពុងតែត្រូវដុតកំឡោចដោយភ្លើងអាគីនឹងពណ៌ខៀវដែលភ្លើងអាគីពណ៌ខៀវនេះគឺមានន័យថាជាអាគីនៃការចាប់បដិសន្ធិនេះឯងនិយាយទៅគឺថាដូចភ្លើងកំណើតចឹងហើយសាច់រឿងនេះក៏វាកាត់មកត្រង់នេះហើយកន្លែងហ្នឹងក៏ត្រូវបានបញ្ចប់ត្រឹមតែប៉ុណ្្នឹងទៅឥឡូវនេះយើងក៏លេចមើលតួឯប្រុសរបស់យើងវិញម្ដងគាត់មានឈ្មោះថាអូសាគីណាសាគូយ៉ាគឺថាជីវិតនៃការរស់នៅរបស់គាត់ដូចជាចំណងជើងអញ្ចឹងគឺជាអ្នកស៊ើបអង្កេតហ្នឹងឯងប៉ុន្តែគ្រាន់ថាមុននឹងគាត់បើកក្តីធ្វើការស៊ើបអង្កេតមួយករណីទម្លាប់របស់គាត់ដឹងអ្មិនចេះតែសរសេរបណ្ដាំចុងក្រោយផ្ញើទុកជូនលោកឪពុកគាត់ជាណែកគឺថាធ្វើជាអ្នកស៊ើបអង្កេតវាហានិភ័យបែបហ្នឹងអញ្ចឹងតួឯប្រុសយើងគាត់ដឹងតែគាត់ទៅស៊ើបរឿងក្តីករណីណាមួយទៅគឺថាគាត់នឹងត្រូវតែបន្ថយជីវិតរបស់គាត់ស្អែកខាងស្អែកឆ្លងវិតវត្តទៅសង្សារចូលព្រះនិព្វានអីចឹងទៅណាគេតដឹងសូម្បីតែជីវិតខ្ញុំស្អែកឡើងសុកតែដេកក្តាមឈូហ្នឹងក៏វាអាចកើតឡើងដែរណាគឺថាអនាគតយើងមិនអាចមើលឃើញទេណាគ្រប់គ្នាអញ្ចឹងហើយបានថាឥឡូវនេះអនាគតនៅពេលនេះខ្ញុំភ្លេចណែនាំអ្នកនរគ្នាតួឯស្រីម្នាក់នេះមានឈ្មោះថាលីលីអញ្ចឹងបានថាអនាគតមើលមិនឃើញទេម្នាក់ស្រីនេះគិតថាតួឯប្រុសយើងទៅចូលរួមអង្គប្រជុំអីណាណីណោះខំអង្គុយនៅលើសាឡុងរៀបទឹករៀបកាហ្វេអីរោផឹកហើយអង្គុយហិតអាវតួឯប្រុសយើងមិនដឹងស្មានថាតួឯប្រុសយើងតាមតនេះធ្វើដូចជាអត់ដឹងអត់លឺធ្វើដូចធម្មតាអញ្ចឹងទៅហើយតួឯប្រុសយើងចង់ឆ្ងល់ទៀតណាស្មានតែក្លិនគាត់អកម៉ូនវាបញ្ចេញមកតាក់ទាញចិត្តស្រីអីអញ្ចឹងណាដូចតាក់ចិត្តលីលីអញ្ចឹងណាហិតអាវគាត់ឃើញមិនហ្នឹងលីលីនឹងលេងបបាក់ទឹកចិត្តគាត់ថាតួយូនិយាយទៅគឺថាក្លិនគាត់អាចតាក់លីលីបានតែតាក់ផ្សេងគឺថាលីលីគឺមិនចង់ឲ្យដឹងមកអញ្ចឹងលីលីចេះតែបង្កាច់តួឯប្រុសយើងនៅពេលហ្នឹងអញ្ចឹងទៅកុំឲ្យគាត់គិតវែងឆ្ងាយច្រើនពេកហើយតួឯប្រុសយើងស្មាក្លិនគាត់បញ្ចេញអកម៉ូនតាក់ទាញស្រីមិនដឹងថាគាត់មានប្រជាប្រិយភាពនៅឯសាលាដល់ថ្នាក់ណាថ្នាក់អីទេតែពេលចឹងមកគឺថាធ្វើឲ្យគាត់ហ្នឹងសប្បាយចិត្តហ្មងសប្បាយចិត្តអីឮបែបនេះលីលីនេះក៏ថាឲ្យបណ្ដោយទៅសិតតែអត់សប្បាយចិត្តទៀតលីលីនាងថានាងបានឃើញតួឯប្រុសចេះតែចូលទៅបន្ទប់កលិះនួថៃការបស់សាលាគេរហូតហើយគ្រូពេទ្យនៅឯបន្ទប់កលិះនួថៃកាហ្នឹងអាយុ20ស្ដើ20ក្រាមទាំងអស់គ្នាគឺថាលីលីហ្នឹងដឹងសាហាវនឹងខ្លាំងមែនទែនដឹងដោយសារតែក្លិនទឹកអប់ដែលនៅជាប់ខ្លួនសាគូយ៉ារបស់យើងនោះដឹងថាសាគូយ៉ាហ្នឹងទៅបៀតបៀនអីជាមួយនឹងគ្រូពេទ្យនៅឯបន្ទប់ពេទ្យខាងសាលាទេដល់ថ្នាក់លីលីហិតក្លិនទាំងអស់ហើយមិនចង់ធ្វើឯងបកែកសាគូយ៉ាហ្នឹងថាក្លិនថ្នាំពេទ្យក្លិនអីចឹងណានៅបន្ទប់ពេទ្យមិនដែរតែក្លិនថ្នាំទឹកអប់អីណាទេប៉ុន្តែតើអាយុបានបោកលីលីបានហើយសាគូយ៉ាយើងគេថាអស់ពីលេខ1នឹងចូលលេខ1ស្អីណាថាគាត់រត់សុកដួលរបួសចេះចោះហើយដោយសារតែឃើញសិស្សានុសិស្សនៅនោះច្រើនពេកគាត់ហ្នឹងក៏មិនទៅពេទ្យវាមិនកើតដែរហើយខាងពេទ្យសាលានាងព្រួយបារម្ភពីសុខទុក្ខគាត់ខ្លាំងពេកហ្នឹងក៏ឆែកនេះឆែកនោះឆែកខ្លួនប្រាណគាត់អីចឹងទៅហើយដួលរបួសជើងសោះទៅឆែកខ្លួនប្រាណមានណាអានេះដោយសារតែភាពទង្វើខ្លួនឯងបាត់ទេហ្នឹងអញ្ចឹងតួឯកប្រុសសាកយ៉ាយើងលីលីចាក់ចុះចាក់ឡើងចេញឯងគឺថាជីវិតអ្នកស៊ើបអង្កេតត្រឹមតែប៉ុណ្ណឹងទៅសួរដេញដោលចុះដេញដោលឡើងសារភាពខ្លួនឯងចឹងក្រោយតែទៀតពិតគឺថាសាកយ៉ាជាមួយនឹងគ្រូពេទ្យស្រីម្នាក់នោះអត់បានធ្វើអីទេគ្រាន់តែត្រួតពិនិត្យខ្លួនប្រាណគាត់តែមែនដែរតែទោះបីជាយ៉ាងណាក៏ដោយគឺថាលីលីនៅតែព្រួយបារម្ភនាងបង្ហាញថាខ្លួនឯងនេះគឺជាជំនួយការរបស់សាកយ៉ាហ្នឹងចឹងហើយសុខទុក្ខរបស់គាត់ក៏ដូចជាសុខទុក្ខរបស់នាងចឹងមានជំនួយការសោះស្អាតដូចជារូបនាងហើយចាំបាច់អីទៅចែកចង់ជាមួយនឹងអ្នកគ្រូពេទ្យអីណានោះឆ្កុយចឹងវាចឹងណាតាមពិតលីលីគ្នាអន់ចិត្តត្រង់ហ្នឹងតែគ្នាមិនចង់និយាយគឺថាខ្ញុំនិយាយជំនួសណានិយាយពីរឿងជំនួយការរបស់សាគូយ៉ាហ្នឹងសាគូយ៉ាក៏ថាគាត់តាមពិតមិនមែនជាអ្នកស៊ើបអង្កេតជាផ្លូវការទេបើឪពុកគាត់អត់ទទួលស្គាល់ផងហ្នឹងលក្ខណៈថាឪពុករបស់គាត់ចាត់ទុករូបគាត់ដូចជាអ្នកស៊ើបអង្កេតរោគរ៉ាអីហ្នឹងប៉ុន្តែរោគរ៉ាអីហ្នឹងក៏រោគរ៉ាទៅលីលីធានាថាមាននាងនៅទីនេះហើយពួកគេហ្នឹងអាចចាប់ដៃគូសហការគ្នាដើម្បីបញ្ចេញសមត្ថភាពឲ្យលោកឪពុករបស់សាគូយ៉ាបានដឹងថាពួកគេអាចធ្វើជាអ្នកស៊ើបអង្កេតជាផ្លូវការដូចជារូបឪពុកគាត់កើតនិយាយចឹងគឺថាសាគូយ៉ាគាត់ឆ្ងល់ខ្លាំងមែនទែនគាត់នៅក្នុងការិយាល័យស៊ើបអង្កេតមួយថ្ងៃហើយដូចជាមានឃើញវត្តមានឪពុកគាត់សោះនិយាយពីរឿងឪពុកសាគូយ៉ាដែលមានឈ្មោះថាតាសយ៉ាហ្នឹងលីលីនឹងក៏បានប្រាប់សាគូយ៉ាថាប៉ារបស់គាត់បានចេញដំណើរទៅដោះស្រាយរឿងក្តីមួយបាទទៅហើយរឿងក្តីនោះប្រៀបដូចជារឿងក្តីភាវរកម្មអញ្ចឹងដោយសារតែមានជនដៃដល់មួយរូបបានប្លន់យកយន្តហោះចេញពីសិង្ហបុរីទៅជប៉ុនមួយដែលកំពុងតែដឹកអ្នកដំណើរច្រើនមែនទែនហើយអ្នកដំណើរទាំងនោះក៏ខ្លាយទៅជាចំណាក់ខ្មាំងភាវរកម្មម្នាក់នោះទៅប៉ុន្តែអ្វីដែលគួរប្រញាប់នោះ
ភាវរៈក៏ដែលបានប្លន់យន្តហោះនោះគឺជាក្មេងស្រីអាយុត្រឹមតែ9ឆ្នាំតែប៉ុណ្ណោះសាហាវខ្លាំងមែនទែនកុំថាឡើយខ្ញុំមិនមានការភ្ញាក់ផ្អើលសម្បីតែសាកូយ៉ាក៏មានការភ្ញាក់ផ្អើលផងដែរម៉ែណាក្មេងស្រីអាយុ9ឆ្នាំទៅធ្វើភាវរៈក៏បានបាត់ហើយគោះក្បាយក៏ឆ្លាតខ្លាំងម្លេះប្លន់សើយន្តហោះដឹកអ្នកដំណើរមកកាណូអ្នកទៀតប៉ុន្តែមិនក៏មិនទៅសាកូយ៉ាថាបើសិនជាឪពុករបស់គាត់ទឹកដោះស្រាយករណីភាវរកម្មមួយនឹងហើយនោះគ្មានថ្ងៃដែលឪពុករបស់គាត់ប្រាជ័យករណីមួយនេះទេគឺថារូបគាត់ទុកចិត្តលើសមត្ថភាពឪពុករបស់គាត់ 100% ហ្មងបន្ទាប់ពីនោះសាកូយ៉ានឹងក៏ចាប់ផ្ដើមបើកករណីធ្វើរឿងក្តីមួយដែលរឿងក្តីនោះលីលីនឹងបានរៀបចំមកទុកឲ្យសាកូយ៉ានឹងរួចជាស្រេចមកហើយនិយាយថាសាកូយ៉ារបស់យើងគំនិតរបស់គាត់ឆ្លាតខ្លាំងមែនទែនឲ្យតែគាត់បើកធ្វើរឿងក្តីណាមួយគាត់មិនដែលយករឿងក្តីណាដែលគ្រោះថ្នាក់យកមកដោះស្រាយទេគាត់យកតែរឿងក្តីករណីណាស្រាលដែលមើលទៅគាត់អាចដោះស្រាយបានមិនចាំបាច់បន្ថយជីវិតគាត់អញ្ចឹងណាហើយរឿងក្តីថ្ងៃនេះដែលលីលីនឹងរៀបចំឲ្យគាត់នោះគឺរូបគាត់ត្រូវតែទៅស៊ើបអង្កេតម្នាក់ប្រុសដែលមានឈ្មោះថាកាស៊ូរ៉ាគីនីម៉ាកូតូអាយុ43ឆ្នាំមានមុខរបរការងារជាបុគ្គលិកក្រុមហ៊ុនថតគុណមួយហើយក្រុមហ៊ុនថតគុណដែលកាស៊ូរ៉ាគីនឹងកំពុងតែធ្វើការឲ្យនឹងក៏កំពុងតែចេញរឿងល្បីរន្ធឺបដាផងដែរហើយករណីដែលពាក់ព័ន្ធជាមួយនឹងអពាហ៍កាស៊ូរ៉ាគីនឹងគឺគ្មានអីក្រៅពីករណីដំបីបោអ្នកនរគ្នាតែថាករណីដំបីបោកនឹងមិនដឹងថាពាក់ព័ន្ធជាមួយនឹងរឿងអីសង្ស័យរឿងថតគុណជនក្រីក្រទេហើយតម្រុយដែលពួកគេនឹងទទួលបានពីកាស៊ូរ៉ាគីនោះគាត់នោះកំពុងតែចេញដំណើរតាមកប៉ាល់ទេសចរចេញពីទីក្រុងយូកូហាម៉ាទៅប្រទេសសិង្ហបុរីមួយហើយជីវិតអ្នកស៊ើបអង្កេតរបស់ពួកគេគឺថាធ្វើការងារលះខ្លាំងមែនទែនមិនទាន់នឹងអីផងក៏ចុះមកដល់កន្លែងកើតហេតុចេញដំណើរជាមួយនឹងកប៉ាល់ទេសចរដើរកំសាន្តចេញពីទីក្រុងយូកូហាម៉ាទៅសិង្ហបុរីជាមួយនឹងកាស៊ូរ៉ាគីនឹងដែរទៅវាថាសាហាវខ្លាំងមែនទែនហើយចៃដនអីទៅពេលហ្នឹងពួកគេក៏បានឃើញវត្តមានកាស៊ូរ៉ាគីនៅពីមុខពួកគេទៀតដែលគាត់នោះកំពុងតែចរចាជាមួយនឹងខាងបុគ្គលិកកប៉ាល់ទេសចរពីរឿងជួយរៀបចំអវណ្ណដាក់ផ្ទុកគាត់អីចឹងទៅគឺថាភាពចៃដនហ្នឹងពិតជាគួរឲ្យខ្លាចខ្លាំងមែនទែនមកដល់កន្លែងកើតហេតុមិនទាន់អីផងជួបគោលដៅដែលពួកគេនឹងត្រូវស៊ើបអង្កេតបាត់ហើយនិយាយពីរឿងក្តីពាក់ព័ន្ធអំពីកាស៊ូរ៉ាគីនោះគឺថាមានតម្រុយជាច្រើនគួរឲ្យសង្ស័យពាក់ព័ន្ធអំពីកាស៊ូរ៉ាគីនឹងខ្លាំងមែនទែនដោយសារតែភាគច្រើនកាស៊ូរ៉ាគីនោះបានទិញទំនិញមិនថាទំនិញពីអនឡាញទេសិតតែជារបស់ចម្លែកគួរឲ្យសង្ស័យខ្លាំងមែនទែនជាពិសេសគឺថាពាក់ព័ន្ធអំពីអ្វីៗដែលនៅក្នុងវ៉ាលីរបស់កាស៊ូរ៉ាគីនៅពេលនោះដែលកាស៊ូរ៉ាគីមិនចង់ឲ្យបុគ្គលិកកប៉ាល់ទេសចរនឹងជួយរៀបចំឲ្យទេខ្លាចខាងបុគ្គលិកឃើញរបស់ចម្លែកនៅក្នុងវ៉ាលីគេចឹងទៅណាហើយសាកូយ៉ាយើងមិនដឹងមិនអ្វីតម្លៃតម្រុយឲ្យស្រួលបួលអីអត់សើថាឯណាពេកកាស៊ូរ៉ាគីនោះសង្ស័យតែទិញកាដូឲ្យស្រីឬក៏ឧបករណ៍អីណាដើម្បីបោកអញ្ចឹងទៅមានណាលីលីស្លក់មួយបរោយធ្វើការងារជាអ្នកស៊ើបគេទាញតម្រុយមកអញ្ចឹងវាយងាប់លើតោះពេលខ្លាចលីវាយអញ្ចឹងទៅសាកូយ៉ាយើងក៏គាត់ចេញទុកមុខបែបលក្ខណៈលេងមែនទេណាលីលីនឹងក៏ឲ្យតម្រុយមួយទៀតពាក់ព័ន្ធអំពីក្មេងស្រីម្នាក់ដែលជាតារាសម្ដែងផ្សាយពាណិជ្ជកម្មឲ្យខាងកប៉ាល់ទេសចរមួយនេះនាងមានឈ្មោះថាហៃកាមីណេយូរុយម្នាក់ស្រីនឹងក៏ជាអនាគតតារាសម្ដែងក្នុងរឿងឃាតកម្មមួយនោះផងដែរហើយរឿងអ្វីដែលចម្លែកគឺម្នាក់ស្រីនោះមិនដែលមានឈ្មោះលេចធ្លោទេមិនដឹងមិនជាប់ឈ្មោះមកថតគុណនឹងគេនឹងឯងដែរនេះអញ្ចឹងបានលីលីនឹងលើកតម្រុយមួយនេះប្រាប់ឲ្យសាកូយ៉ាបានដឹងដែរហើយអ្វីដែលសំខាន់គឺថាហៃកាមីណេយូរុយនោះក៏មានវត្តមាននៅលើកប៉ាល់ទេសចរមួយនេះផងដែរនិយាយអញ្ចឹងសុកឪពុករបស់សាកូយ៉ានឹងក៏បានផ្ញើសារមកឲ្យគាត់ប្រាប់ឲ្យសាកូយ៉ានឹងដឹងថាគាត់កំពុងតែនៅកម្ពស់1000ម៉ែត្រពីដីនេះហើយសាកូយ៉ាចេះផ្ញើសារតបលេខសើចណាឲ្យឪគាត់ប្រយ័ត្នប្រយែងផងប្រយ័ត្នល្អដួលធ្លាក់ដល់ដីទៅដល់ក៏លីលីនឹងក្បែរនឹងដឹងថាឪកូនគេចរិតតែប៉ុណ្ណឹងជោគចិត្តឌឺដងគ្នាមកឲ្យគេនោះនឹងខ្លាចខ្ពស់ប៉ុន្តែធ្វើម៉េចត្រូវដោះស្រាយរឿងក្តីនៅលើយន្តហោះឲ្យជាបំផុតទេបន្ទាប់នោះលីលីនឹងសាកូយ៉ានឹងក៏ចាប់ផ្ដើមដើរស៊ើបអង្កេតតម្រុយតាមតំបន់តាមកន្លែងដោយផ្ទាល់វិញម្ដងជីវិតអ្នកស៊ើបអង្កេតត្រឹមតែប៉ុណ្ណឹងតែមកជន់ទឹកដីតំបន់ណាហើយត្រូវតែស៊ើបអង្កេតទីតាំងតំបន់នោះឲ្យច្បាស់លាស់គ្រប់ទីកន្លែងដែលពួកគេនឹងត្រូវស៊ើបអង្កេតជាមុនសិនស្រួលមានបញ្ហាអីទៅពេលស្គាល់ភូមិសាស្ត្រអស់យើងដឹងកន្លែងណាត្រូវទៅស៊ើបអង្កេតអីចឹងទៅហើយមានអីនៅពេលនោះសាកូយ៉ានឹងដើរសសុំក៏គៀអ្នកដែលគាត់ស្គាល់ធ្លាប់ស្គាល់គ្នាទៀតហើយគាត់នេះមានឈ្មោះថាសូកូរ៉ូគីគឺថាឲ្យតែឃើញសាកូយ៉ានៅតំបន់ណាណីហើយដឹងតែមានរឿងក្តីត្រូវស៊ើបអង្កេតហើយអញ្ចឹងហើយសូរ៉ូគីនឹងក៏ហុំបំរាមឲ្យសាកូយ៉ាធ្វើអីក៏ដោយកុំឲ្យរូបគាត់ពាក់ព័ន្ធនឹងរឿងក្តីករណីអីជាមួយនឹងសាកូយ៉ានឹងឲ្យសគាត់ធុញនិយាយទៅឲ្យតែឃើញអ្នកស៊ើបអង្កេតនៅណាម្ដងជាពិសេសជាមួយនឹងឪសាកូយ៉ានោះតែម្ដងប៉ុន្តែគូស្ដាយផងគឺថាឪសាកូយ៉ាទៅដោះស្រាយករណីរឿងក្តីពាក់ព័ន្ធនឹងក្មេងស្រី9ឆ្នាំប្លន់យន្តហោះបាត់ហើយហ្នឹងហើយបន្ទាប់ពីនោះសូរ៉ូគីនឹងក៏ចាប់ផ្ដើមឌៀមដាមសាកូយ៉ានោះប្រាប់ទៅលីលីវិញម្ដងថាសាកូយ៉ានោះគឺជាមនុស្សខ្យល់ច្អោះខ្លាំងណាស់ធ្វើជាជំនួយការរបស់សាកូយ៉ាមើលទៅវេទនាឲ្យលីលីគេថាបើចង់ដកខ្លួនពីសាកូយ៉ាអីចាំគេរោមេធាវីអីឲ្យទៀតមានណាលីលីអត់ខ្វល់ឆ្ងល់ដែរគេកំពុងតែធ្វើជំនួយការមនុស្សប្រុសដែលគេស្រឡាញ់ឲ្យចង់គេតាណាទេអាពេលនេះគិតថាលីលីចង់ចាក់ចេញពីសាកូយ៉ាមែនតើយូ
លីលីនឹងក៏ទឿនសាកូយ៉ាថាពួកគេត្រូវទៅមើលល្ខោនឯណាទៀតតពេលលឺបែបនឹងអញ្ចឹងទៅដល់ពេលហ្នឹងងាងបណ្ដោយសុកចិត្តដកខ្លួនចេញខ្លួនឯងទៅឲ្យរៀងខ្មាស់គេឯងចំមកបាច់បាក់លីលីពីសាកូយ៉ាយើងផងហើយសាកូយ៉ាយើងរៀងងាងដែរដោយសារតែសូរ៉ូគីនឹងគឺជាអ្នកនយោបាយហើយអ្នកនយោបាយជាមួយនឹងអ្នកស៊ើបអង្កេតវាមិនសូវត្រូវគ្នាបានណាអញ្ចឹងបានថាពេលហ្នឹងមិនសូវចូលចិត្តអ្នកស៊ើបអង្កេតប៉ុន្តែមិនក៏មិនទៅគឺថារឿងវាកើតឡើងហើយបន្ទាប់ពីនោះលីលីក៏បាននាំសាកូយ៉ាមកមើលល្ខោនធ្លុកលេងប៉ុន្តែវាចៃដន្យអីក៏មកជួបជាមួយនឹងអបេកាស៊ូរ៉ាគីនៅនឹងទៀតល្មមគោលដៅដែលពួកគេនឹងត្រូវស៊ើបអង្កេតនឹងហើយអញ្ចឹងលីលីនេះឆ្លៀតបំរើសាកូយ៉ាទៀតពួកគេនឹងមកស៊ើបអង្កេតទេណាមិនមែនមកមើលល្ខោនធ្លុកទេវាទៅចឹងវិញតាមពិតលីលីអ្នកនាំសាកូយ៉ាមកមើលល្ខោនធ្លុកនឹងសោះហ្នឹងហើយទៅមកបែរជាអ្នកនាំគេមើលមកបំរាមអាគ្នានេះគ្រាន់តែមកតាមនាងសោះហ្នឹងចាំមើលថានរណាគេនឹងដាក់ចិត្តមើលជាងនរណាគេផ្ដោតអារម្មណ៍នឹងការស៊ើបអង្កេតជាងនរណាទៅមកទៅសាកូយ៉ាយើងនឹងបដោតអារម្មណ៍មើលគេលេងសៀករហកម្មអីណាណោះឆ្កុយដល់កបងហើយពួកសាកូយ៉ានឹងភ័យចង់បុកពោះដែរហ្នឹងធ្វើមិនគាត់ស្អប់សេចក្តីស្លាប់ឃើញសៀករហកម្មគេសំដែងប៊ីម្ដងហ្នឹងគាត់ភ័យណាហើយលីលីនៅក្បែរគាត់ដឹងច្រឹករបស់សាកូយ៉ាអញ្ចឹងប៉ុន្តែធ្វើមិននាងបានត្រឹមតែជួយធ្វើឲ្យគាត់ស្ងប់ចិត្តកាន់ដៃគាត់អញ្ចឹងទៅបន្ទាប់នោះល្ខោនសំដែងធ្លោក៏ត្រូវបានបញ្ចប់ដោយបញ្ចេញតុក្កតាមួយហ្នឹងចេញមកដូចឈួតហ្នឹងតុក្កតាគេនិយាយចឹងសម័យមុនខ្ញុំជោគចិត្តមើលសៀករហកម្មដែរហ្នឹងប៉ុន្តែនិយាយពីឥឡូវវិញចប់បណ្ដោយមើលលេងចូលភ្នែកបាត់មើលចូលតែរឿងជប៉ុន manga anime ហើយនឹងបែបលក្ខណៈប្រឡំលោកអីហ្នឹងហើយបន្ទាប់ពីនោះសាកូយ៉ានឹងក៏បានឃើញកាស៊ូរ៉ាគីកំពុងធ្វើបស័យតំណាក់តំណងជាមួយនឹងពួកអភិជនមួយក្រុមអ្វីដែលសំខាន់នៅក្បែរនោះសាកូយ៉ាក៏បានឃើញក្មេងស្រីតូចម្នាក់នៅក្បែរនោះនឹងផងដែរឃើញក្មេងស្រីបែបនេះចឹងទៅសាកូយ៉ាក៏ចាប់ផ្ដើមឆ្ងល់បណ្ដោយនិយាយចឹងកាស៊ូរ៉ាគីតាំងពីចូលកប៉ាល់ដំណើរកំសាន្តមកដូចជាបណ្ដាឃើញបណ្ដាស្រីណាម្នាក់សោះហើយខែជាប់ចោត18បូកឯមានណាលេងលីលីនឹងក៏លើកឡើងថាអាករណី18បូកហ្នឹងមិនប្រកបតែជាមួយនឹងមនុស្សស្រីណាជាមួយនឹងសត្វធាតុហ្នឹងក៏អាចចាត់ចូលជាករណី18បូកដែរមិនចឹងឬបែបហ្នឹងសាកូយ៉ាយើងចង់កៀង100ម៉ែឡើងដល់ថ្នាក់ហ្នឹងឃើញការទីតម្រុយរបស់លីលីចេញមកប្លែកៗចឹងទៅសាកូយ៉ាយើងក៏ថាជារឿងធម្មតាទេសម្រាប់អត្តចរិតរបស់លីលីគាត់ស្គាល់តាំងពីដើមមកតែប៉ុណ្្នឹងឯងហើយនិយាយអំពីប្រវត្តិតាំងពីគាត់ជួបលីលីមកគឺគាត់ជួបនៅពេលមួយអំឡុងពេលដែលគាត់ទៅដោះស្រាយរឿងក្តីករណីមួយជាមួយនឹងឪពុករបស់គាត់ហ្នឹងលីលីក៏ពាក់ព័ន្ធជាមួយនឹងករណីនោះដែរប៉ុន្តែពេលដោះស្រាយករណីរួចលីលីក៏អស់ទីពឹងបដ ாய் តទៅចឹងទៅខាងគ្រួសាររបស់សាកូយ៉ាក៏បានទទួលយកលីលីមកធ្វើជាជំនួយការរបស់សាកូយ៉ាតាំងពីពេលហ្នឹងមកទៅប៉ុន្តែករណីដែលពាក់ព័ន្ធជាមួយនឹងលីលីពីអតីតកាលហ្នឹងគេមិនទាន់លើកឡើងមកនិយាយនៅពេលនេះទេចាំមើលតទៅមុខទៀតឥឡូវនេះដល់វគ្គជិះម៉ូតូហោះម្ដងអាម៉ូតូហោះហ្នឹងក៏ខ្ញុំមកធ្លាប់មើលដែរអាម៉ូតូបលើជាងហ្នឹងហើយជាងជាងវងនិយាយទៅគឺថាមានលក្ខណៈដូចគ្នាអញ្ចឹងអាសម្ដែងអញ្ចឹងធ្លាប់មើលតាំងពីក្មេងយូរហើយប៉ុន្តែសម័យលើមិនដឹងគេទៅសម្ដែងណាណីទៀតលើនិយាយអញ្ចឹងសាកូយ៉ាហ្នឹងគាត់សុំទៅសើអ្នកបម៉ូតូនៅក្នុងវងហ្នឹងហ្មងគាត់ថាបើសិនជាគាត់ទៅបើកវិញសង្ស័យដាច់ផ្ងាបាក់ក700បាត់ហើយបន្ទាប់ពីមើលគេសម្ដែងអីចប់អស់ហ្នឹងសាកូយ៉ាហ្នឹងក៏ចេញបញ្ជាឲ្យលីលីទៅធ្វើការឃ្លាំមើលស៊ើបអង្កេតអបិយកាស៊ូរ៉ាគីនេះដោយខ្លួនឯងនាងតែម្ដងទៅសម្រាប់រូបគាត់វិញសាកូយ៉ាថាគាត់ទៅស៊ើបមើលតាមតំបន់សិនហើយនឹងចាប់ផ្ដើមសភាអ្នកដែលធ្លាប់ស្គាល់អបិយកាស៊ូរ៉ាគីនោះហើយសាកូយ៉ាយើងក៏បំរាមទៅលីលីនឹងផងដែរថាឲ្យទៅស៊ើបអង្កេតមិនមែនមកដើរលេងនៅលើកប៉ាល់ទេសចរទេតែចេញពីមើលគេសម្ដែងតិចលងខ្លួនចង់ទៅធ្វើអីផ្សេងទៀតបើលេងចេញមកសិតតែកាន់សភៅណែនាំថានៅលើកប៉ាល់នឹងមានកន្លែងណាសប្បាយអីខ្លះទៀតដល់កលីលីយើងទៅពេលសាកូយ៉ាតាមតន់មកថាអីណាអាសភៅណែនាំពីកប៉ាល់ទេសចរហ្នឹងគេស៊ើបសួរតំបន់ទីតាំងអីអញ្ចឹងគេត្រូវស្គាល់គ្រប់ទីកន្លែងណាសប្បាយកន្លែងណាមិនសប្បាយហ្នឹងអញ្ចឹងនិយាយទៅលីលីនឹងខូចដែរហ្នឹងមកកន្លែងសប្បាយចេះតែចង់លេងនេះលេងនោះដែរហ្នឹងហើយបន្ទាប់ពីចែកផ្លូវគ្នាជាមួយនឹងលីលីនេះស៊ើបកន្លែងទីតាំងតំបន់ហ្នឹងខុសគ្នានេះបែបនេះចឹងទៅសាកូយ៉ានឹងក៏នឹកលឹកនិយាយចឹងបើសិនជាប្រកបដល់ហ្នឹងគាត់ថាតកោដៅនៅណាហើយក្នុងនាមនេះជាអ្នកស៊ើបអង្កេតត្រូវតែតាមមើលតងាប់ទោះបីជាជួននោមអីនេះក៏មិនអោយផុតពីកសែភ្នែកដែរមិនធម្មតាណាជួយ
សុកសុកធ្លាក់ស្រីមកពីណាពីណីមកសក្យាយ៉ាងក៏ចង់ងាងដែរហ្នឹងអញអីនោះហើយគេមកសម្ដែងថតកូននឹងអីហ្នឹងនេះលេងចេញតាមពីដានមកចឹងប្រយហើយអ្នកស្រីហ្នឹងមានដឹងថាខ្លួនឯងធ្លាក់ណានៃណាតើសក្យាយ៉ាងប្រាប់ថាប្រគុណនៅប្រុសសោះហ្នឹងដល់ពេលភ្ញាក់ខ្លួនខ្លាំងពេកចឹងទៅមកបកស្រាយហើយថាតាមពិតគេមិនមែនជាស្រីកំហួយឯណាជួយគិតមើលពពកឈីអីទេនេះគេមានមូលហេតុរបស់គេចឹងណាដល់ពេលសម្លឹងមើលម្នាក់ស្រីហ្នឹងយូរទៅសាកូយ៉ាយើងក៏គាត់ចាប់អារម្មណ៍បណ្ដោយម្នាក់ស្រីនៅក្នុងតម្រុយដែលលីលីនឹងធ្លាប់ឲ្យគាត់មើលតាហើយមានឈ្មោះថាអីហៃកាមីណេយូរ៉ុយហ្នឹងអនាគតតារាសម្ដែងរឿងឃាតកម្មតើនិយាយចឹងហៃកាមីណេក៏ឆ្ងល់ផងដែរថាសាកាយ៉ានគឺជាអ្នកសើបអង្កេតមែនហ្នឹងព្រោះអីអាពេលដែលសាកាយ៉ានកំពុងតែឈីហ្នឹងហៃកាមីណេហ្នឹងថាគេស្ដាប់ឮត្រង់អាឃ្លៀដែលសាកាយ៉ានិយាយចេញមកតាមដានសើបអង្កេតក៏ដៅតងាប់ទោះបីជានោមក៏មកឲ្យផុតពីខ្សែភ្នែកហើយសាកាយ៉ាននៅគ្នាឮចឹងអៀនចុយខ្លាយតែម្នាក់ស្រីហ្នឹងមិនទៅលួចតែស្ដាប់ណាលួចមើលគាត់ឈីចប់ហើយទៅពេលដឹងថាសាកាយ៉ានគឺជាអ្នកសើបអង្កេតចឹងទៅហៃកាមីណេហ្នឹងក៏មានម្ដងចង់ឲ្យសាកាយ៉ានហ្នឹងជួលនាងធ្វើជាជំនួយការស៊ើបអង្កេតរបស់គាត់ផងដែរចឹងទៅដោយសារតែនាងឥឡូវនេះកំពុងតែព្យាយាមហ្វឹកហាត់តួសម្ដែងបែបលក្ខណៈជាអ្នកស៊ើបអង្កេតដែរហើយរឿងក្តីដែលនាងទៅតែទទួលពីគេដែរគឺជួយរោឆ្មាឈ្មោះលូលូនឹងឲ្យអបិកាសូរ៉ាគីទៀតគេថាដោយសារតែគេឮសម្លេងឆ្មាម៉ែវនៅក្នុងបំពង់ពីដានពីលើដបូហ្នឹងអញ្ចឹងបានគេឡើងទៅពេលឡើងវាដើររោយូរទៅតាមមកពីលើពីដានហ្នឹងទៅធ្លាក់ចូលបន្ទប់ទឹកមនុស្សប្រុសវាអញ្ចឹងសាច់រឿងហើយអញ្ចឹងសាគូយ៉ាយើងក៏ឆ្ងល់ផងដែរថាជុំឆ្មារបស់កាសូរ៉ាគីជុំមកបាត់អីនៅកប៉ាល់ដំណើរផ្សារហ្នឹងនិយាយអញ្ចឹងពេលឃើញកាសូរ៉ាគីមកហ្នឹងសាកូយ៉ាហ្នឹងដូចជាអត់មានឃើញអាប៉ិកាសូរ៉ាគីហ្នឹងយកឆ្មាយមកផងហ្នឹងសើស្ពីបលីពេញខ្លួនចុះសង្ស័យក្នុងបលីទាំងអស់ដាក់សើឆ្មាងទៀតណាអញ្ចឹងហើយការមួយគេហ្នឹងក៏លើកឡើងផងដែរថាកាសូរ៉ាគីនោះពិតជាមនុស្សចូលចិត្តឆ្មាហ្នឹងខ្លាំងមែនទែនចុយអាពេលហ្នឹងករណីពាក់ព័ន្ធជាមួយនឹងរឿងក្តី18បូកទីវាទៅធ្វើអីជាមួយនឹងសត្វឆ្មាចោលប្រោយជុំលេងសើចទៅអីធ្វើចង្កោទៀតអានេះគាត់តែជាតម្រុយខ្ញុំទាញមកណានិយាយអញ្ចឹងសាកូយ៉ាហ្នឹងគាត់ក៏ឆ្ងល់ដែរថាមិនបានជាសុខហៃកាមីណេទៅទទួលអីណាតាមជួយស្វែងរកសត្វឆ្មាឲ្យអបិកាសូរ៉ាគីនោះអញ្ចឹងហ្នឹងហើយដូចហៃកាមីណេថាអញ្ចឹងគេកំពុងតែវឹកហាត់រៀនសម្ដែងចូលតួថ្មិចឲ្យដូចជាអ្នកស៊ើបអង្កេតអញ្ចឹងហើយបានជាគេទទួលរឿងក្តីតាមស្វែងរកសត្វឆ្មាហ្នឹងឲ្យអបិកាសូរ៉ាគីទៅហើយឥឡូវមកសុំសាកូយ៉ានឹងធ្វើជាជំនួយការអ្នកស៊ើបអង្កេតគាត់ទៀតហើយសាកូយ៉ាយើងឃើញនាងមានម្ដងមកស្នើសុំគាត់បែបនេះចឹងទៅក៏គាត់មិនដឹងថាបដិសេធមិនដែរណាមួយនឹងគ្នាចង់សមសម្ដែងធ្វើជាអ្នកស៊ើបអង្កេតផងហើយមួយវិញទៀតសាកូយ៉ានឹងគាត់ក៏អាចស៊ើបសួរតម្រុយពាក់ព័ន្ធអំពីការស៊ូរ៉ាគីហ្នឹងពីហៃកាមីណេហ្នឹងផងដែរមើលទៅហៃកាមីណេហ្នឹងស្គាល់កាស៊ូរ៉ាគីហ្នឹងចុះហើយហៃកាមីណេហ្នឹងសុំដាក់ឈ្មោះសម្ដែងធ្វើជាអ្នកស៊ើបអង្កេតគេនឹងថាជាអូរ៉ាហ្សាក្មេងស្រីអ្នកស៊ើបអង្កេតអញ្ចឹងទៅអញ្ចឹងហើយដើម្បីធ្វើឲ្យការសម្ដែងរបស់នាងខ្លាចទៅជាអ្នកសម្ដែងលំដាប់លេខ1លំដាប់ទី1នាងត្រូវតែកាត់ខំប្រឹងប្រែងព្យាយាមហើយធ្វើម៉េចហាត់សមគេថាឲ្យដូចជាអ្នកស៊ើបអង្កេតទៅមែនតែនអញ្ចឹងហើយបានជានាងមកលន់តួសុំសាគូយ៉ាយើងអញ្ចឹងណាហើយណាមួយនេះក៏ធានាសាគូយ៉ាថានាងមិនទៅរំខានញ៉ៃអីជាមួយនឹងការងារគាត់ទេនាងនឹងធ្វើការស៊ើបអង្កេតតាមបែបលក្ខណៈនាងគ្រាន់តែចម្លង style នៃការស៊ើបអង្កេតរបស់គាត់អញ្ចឹងណាហ្នឹងហើយសាគូយ៉ាហ្នឹងក៏បម្រើមកផងដែរថានាងកុំគួរណាទៅធ្វើអីគ្រោះថ្នាក់ដែរព្រោះអីគាត់អត់សូវជោគចិត្តសេចក្តីស្លាប់បានទេទៅធ្វើអាការងារខាងស៊ើបអង្កេតហ្នឹងគឺបថុយបថាណាតែសំណាងដែរគឺថាករណីគាត់យកមកស៊ើបអង្កេតនេះវាគ្រាន់តែជាករណី18បូកហើយករណីដែលហៃកាម៉ាណេកំពុងតែធ្វើនេះគ្រាន់តែតាមស្វែងរកឆ្មាហើយម្រាមគ្នាទៅម្រាមគ្នាមកនឹងដូចញ៉ាគ្នានេះពីរនាក់នេះហៃកាម៉ាណេសើអីណាបាញ់ព្រួញបេះដូងឲ្យទៅលោកគ្រូអ្នកស៊ើបអង្កេតសាកយ៉ាយណាទៀតដល់បន្ទាប់ពីចែកផ្លូវគ្នាតាមស្វែងរកឆ្មាហ្នឹងសាកយ៉ាហ្នឹងក៏ដើរមកតាមស្វែងរកនៅឯតំបន់ឃ្លាំងហើយក៏បានជួបបុគ្គលិកកប៉ាល់ទេសចរមួយរូបគាត់ក៏ស៊ើបសួរបុគ្គលិកម្នាក់ហ្នឹងទៅខេឡូគាត់បានឃើញឆ្មាអញ្ចឹងណាប៉ុន្តែបុគ្គលិកក៏ថាអត់ឃើញទេដែរប៉ុន្តែនិយាយបើចង់រកឆ្មាគេមានតម្រុយថានៅកន្លែងឃ្លាំងដូចឃើញកដោពី3ក្បាលនៅម្ដុំហ្នឹងញ៉ៃឆ្មាវាអាចទៅចាប់កដោនៅម្ដុំហ្នឹងស៊ីអញ្ចឹងណាបានតម្រុយបែបនេះមកអញ្ចឹងហើយសាកូយ៉ាហ្នឹងក៏ចាប់ដើមចេញដំណើរទៅស្វែងរកឆ្មានៅឯបន្ទប់ឃ្លាំងហ្នឹងតែម្ដងទៅルルちゃんルルちゃんルルちゃんおっとえっដើររត់ទៅនឹងដើររត់មកនឹងក៏ឃើញអាម៉ូតូគេជិះដូចប្រហោះលើជាងអីហ្នឹងគាត់មិនដឹងក៏ស្មានថាមកដល់ឃ្លាំងនេះគឺជាឃ្លាំងដែលគេដាក់ឧបករណ៍សម្រាប់ភាសាគេសម្ដែងល្ខោនភ្លុកសិរហសកម្មអីចឹងសោះ
គ្រាន់តែឃើញសាប់ចងកភ្លាមគឺថាសាកូយ៉ាយើងឡើងភាំងមកហើយគាត់មានអារម្មណ៍តក់ស្លុតខ្លាំងមែនទែនហើយអពាអ្នកស្លាប់ហ្នឹងគឺជាម្នាក់នៅក្នុងចំណោមក្រុមអភិជនដែលបានចរចាជាមួយនឹងការស៊ូរគីនៅពេលនោះទៀតតទៅពេលអញ្ចឹងទៅថាសាកូយ៉ាយើងឈឺក្បាលបដោយចង្រៃក៏ចង្រៃម៉ែចង្រៃម៉េះនេះអាគាត់ខំគិតអារឿងក្តីឃាតកម្មអីហ្នឹងមករើសអារឿងក្តីដំបីបោកសោះទៅមកជួបទៀតអើយសាមែនជីវិតសាកូយ៉ានេះគឺថាចង្រៃមែនប៉ុន្តែចង្រៃដល់ខ្ញុំខ្ញុំឥឡូវគឺថាមហាសែនចង្រៃមកទៅដល់ណាក៏ជួបតែរឿងចង្រៃបើមកធ្វើរឿងក្តីដំបីបោកជួបរឿងក្តីឃាតកម្មចឹងហើយសាកូយ៉ាគាត់ថាគាត់បើកភ្នែកមកជាងបើកភ្នែកមកជាងអត់កើតទេមានតែទទួលមើលចាប់ដើមធ្វើការសើមកេតតែម្ដងទៅគាត់មើលនេះមើលនោះទៅក៏តម្រុយឃើញថាឃាតករមានបំណងចង់ធ្វើរឿងនេះខ្លាយទៅជាករណីអត្តឃាតលក្ខណៈថាដូចជាជប់បតុងចងកខ្លួនឯងចឹងណាប៉ុន្តែមើលទៅវាសមនោះជួយអាបតុងនៅក្បែរដៃអ្នកទាំងអស់គ្នាឃើញអត់អាហ្នឹងវាដូចជាកងតាក់ទាញខ្សែឡើងចឹងណាហើយខ្សែចងកចឹងទៅហើយទាញមនុស្សឡើងចឹងទៅប៉ុន្តែគាត់ថាវាមើលទៅវាសមអានេះវាចូលករណីឃាតកម្មចំហ្នឹងអញ្ចឹងហើយសាកយ៉ាគាត់មើលរំលោភអត់កើតទេគាត់នឹងក៏ទេសុំជំនួយពីលីលីទើបតែនាងឆាប់មកបន្ទប់ឃ្លាំងជាន់ទី1នឹងឲ្យឆាប់ដោយសារតែមានរឿងក្តីដែលពួកគេនឹងត្រូវតែសើបន្ថែមទៀតហើយប៉ុន្តែមានណាលេលីលីសម្ដីចេញមកថានាងពងរវល់លេងលបែងគប់ព្រួយយ៉ាងណាតទៅពេលសាកយ៉ាគ្នាចង់ងាងដែរហ្នឹងប្រកាសយកពងនិយាយទូរស័ព្ទសុកសាកយ៉ាហ្នឹងក៏លឺសំឡេងអីចម្លែកប៉ុន្តែតទៅពេលសម្លឹងមើលទៅក៏ឃើញទូរស័ព្ទមួយនៅនឹងដីគាត់សង្ស័យថាវាគឺជាទូរស័ព្ទរបស់ជនរងគ្រោះដែលកំពុងតែស្លាប់ហ្នឹងតទៅពេលដែលគាត់ការវាមើលទូរស័ព្ទហ្នឹងមានស្នាមកយ៉ាវដៃគឺថាចម្លែកខ្លាំងមែនទែនអាចយកកយ៉ាវដៃនេះធ្វើជាផុសតាងដើម្បីបន្តការស៊ើបអង្កេតបានហើយដើម្បីឲ្យបាត់តម្រុយកយ៉ាវដៃហ្នឹងសាកយ៉ាយើងក៏ប្រើប្រាស់ប៊ិចដើម្បីចុចទូរស័ព្ទបើកសោវាឆែកមើលថានៅក្នុងហ្នឹងមានអីហ្នឹងប៊ិចបើវាបន្សល់ទុកនៅឆ្ងាយពីជនរងគ្រោះម៉េះប៉ុន្តែមានអីគាត់នឹងក៏ត្រូវបានឃាតករចាក់កពីក្រោយខ្នងប៉ុន្តែឃាតករម្នាក់នោះបែរជាពាក់របាំងធ្លុកពាក់មួកធ្លុកថែមទាំងក្រណាត់ពណ៌ក្រហមការពារមិនឲ្យគាត់មើលឃើញទៀតមិនដឹងថាម្នាក់នេះគឺជាមនុស្សស្រីឬក៏មនុស្សប្រុសឡើយហើយអាទូរស័ព្ទដែលសាកូយ៉ារកឃើញនោះមើលទៅជាទូរស័ព្ទរបស់ជនដៃដប់នេះជាមិនខានឡើយសង្ស័យតែវាធ្វើឃាតគេហើយភ្លេចខ្លួននឹងធ្លាក់ទូរស័ព្ទណាណៃតពេលមករកឃើញសាកូយ៉ាតាមទាន់អំពើឃាតកម្មរបស់វាតពេលវាចាក់សម្លាប់សាកូយ៉ាទៀតបណ្ដោយហើយនិយាយពីរឿងសាកូយ៉ារបស់យើងពេលជិះស្លាប់គាត់នឹងត្អូញត្អែខ្លាំងមែនទែនថាគាត់ពិតជាស្អប់ការស្លាប់នឹងខ្លាំងណាស់ស្អប់ហើយគឺថាគាត់ខ្លាចស្លាប់នឹងខ្លាំងមែនទែនហ្មងមិនថាការស្លាប់របស់គាត់ខ្លួនឯងឬក៏ការស្លាប់របស់អ្នកដទៃទេចឹងហើយបានគាត់ចេះមានអារម្មណ៍ស្លុតប៉ុន្តែមិនដឹងមិនការងារឲ្យតែធ្វើជាអ្នកស៊ើបអង្កេតត្រូវតែបន្ថយជីវិតពេលខ្លះបាត់បង់ជីវិតដូចជាពេលនេះអញ្ចឹងនេះគឺកិច្ចមិនរួចឬក៏ពិបាកកិច្ចខ្លាំងមែនទែន殺されてしまったのですね探偵様លីលីនឹងគ្រាន់តែម្ដងភ្លាមដូចដឹងមកថាសាកូយ៉ានឹងស្លាប់ម្ដងទៀតហើយគឺថាអ្នកស៊ើបអង្កេតសាកូយ៉ាយើងនេះពិតជាសាច់កម្មមែនចង្រៃក៏ចង្រៃសាច់កម្មក៏សាច់កម្មឬករណីស៊ើបអង្កេតពាក់ព័ន្ធ13បោកសោះឥឡូវនេះចូលករណីឃាតកម្មម្ដងចឹងអាការតកិច្ចគឺការទៅជួបចឹងវាល្អដែរដែលគាត់មានសមត្ថភាពពិសេសឲ្យតែគាត់ស្លាប់ហើយគឺគាត់នឹងអាចរស់ឡើងវិញដូចអ្វីដែលយើងបានឃើញចឹងអញ្ចឹងហើយសាច់រឿងបន្ទាប់បែរតតែ7ថ្ងៃទៀតបានអាចចេញបាន